Trời sao cứខ្ញុំថ្ងៃនេះមកធ្វើការងារ mid midterm preparation 1របស់លោកគ្រូ user management អឺទីមួយគឺ who am I គឺចេញឈ្មោះអត់ស្មេរសាលហើយថា who am I នោះថាឈ្មោះណាគេ server របស់ណាគេនោះ PW សួរថាយើងនៅទីតាំង directory កន្លែងណាហើយទី3យើងត្រូវបង្កើត user ថ្មី include home and base script ទៅឲ្យ comment sudo user add slash name ត្រូវ add user ថ្មីមក author ហ្នឹង my password មកវាតោះមកយើងត្រូវ switch user name user ថ្មីឈ្មោះ user ថ្មីហ្នឹងហើយយើងមកដាក់ who am I នេះបង្កើតថ្មីឈ្មោះបង្កើតថ្មីចរទី6ហ្នឹងទី7បង្កើត folder ថ្មី KDIR WW មកយើងចេញ WW បើចង់ចេញ user ទៅ user ដើមយើងដាក់ exit មកយើងចេញហើយចេញកន្លែងឈ្មោះឡើងមានឈ្មោះuser ថ្មីគឺជួយឈ្មោះ user ចាស់វិញហើយយើងតាមដាក់ who am I បង្ហាញ user list ở trong khói cat tc แล้วយើងចេញមានឈ្មោះ user ដែលយើងបង្កើតមិញហ្នឹងនៅ line ចុងក្រោយឃើញមានឈ្មោះ user line នេះ
នេះគឺយើងមកទៀតចូលទៅលុប user មិនដឹងទៅចូល user sudo sudo user del ដាក់ឈ្មោះ user ហ្នឹង enter មកយកឲ្យនេះចូលមើលទៅគឺបាត់ user នៅកន្លែងនេះគឺ user តែមួយទេ